ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់ចែករំលែកតាក់ទងទៅនឹងការចិញ្ចឹមទាយកពងគឺទាកាបទាសភាពវាគឺចូលចិត្តលេងទឹកណាស់ពិសេសគឺទាកាបនឹងតែម្ដងពេលដែលខ្ញុំរៀបចំទឹកឲ្យវាលេងឲ្យកន្លែងដែលវាហែលទឹកលេងបានគឺឃើញវាសប្បាយណាស់អញ្ចឹងសភាពទាកាបនេះបើសិនជាអត់មានទឹកលេងគឺអាចធ្វើឲ្យវា stress បានតែបើបានលេងទឹកគឺបងប្អូនមើលសភាពរបស់ទានឹងទៅដឹងហើយគឺវាសប្បាយតែម្ដងហើយនៅពេលដែលមានទឹកអញ្ចេះគឺអាចឈ្មោលវាចាប់ដើមជន់មីញីអត្ថប្រយោជន៍នៃការរៀបចំកន្លែងហែលទឹកឲ្យទាលេងគឺទី1កាត់បន្ថយstress កាត់បន្ថយភាព stress របស់ទាធ្វើឲ្យទាមានសុខភាពល្អហើយធ្វើឲ្យទានឹងពងបានទៀងទាត់តែមានបញ្ហាមួយដែលបងប្អូនគូគិតទាចូលចិត្តលេងទឹកមែនប៉ុន្តែនៅពេលដែលមានទឹកដាក់ឲ្យវាលេងយើងរៀបចំជាអាងឬកន្លែងណាសម្រាប់ឲ្យវាលេងគឺទាហ្នឹងគឺវាងាយវាឆាប់ធ្វើឲ្យទឹកហ្នឹងកខ្វក់វាធ្វើឲ្យទឹកហ្នឹងកខ្វក់លឿនណាស់បើមិនយើងរៀបចំជាអាងគឺយើងចាប់ផ្ដើមដាក់វាលេងបានមកព្រឹកហ្នឹងគឺអាកន្លែងអាងទឹកដែលយើងចាក់សាបហ្នឹងគឺសុទ្ធតែដីហើយកខ្វក់ហើយចាប់ផ្ដើមធំក្លិនណាអញ្ចឹងបើសិនយើងរៀបចំជាអាងស៊ីម៉ង់គឺខ្ញុំឃើញថាពិបាកត្រង់ថាគឺការលាងសម្អាតហ្នឹងគឺវាពិបាកលាងសម្អាតអញ្ចឹងខ្ញុំក៏បានរៀបចំបែបហ្នឹងទៅខ្ញុំបានរៀបចំថង់កស៊ូហើយខ្ញុំដេរហើយខ្ញុំដោតឈើឆ្វែជុំវិញ3ជ្រុងហើយខ្ញុំរៀបចំដាក់កំណាត់ឈើបងប្អូនមើលកំណាត់ឈើនៅ3ជ្រុងហ្នឹងដែលអាចដាក់ទឹកបានហើយខ្ញុំរៀបចំនៅកន្លែងដីជំរេលអត់មែននៅលើដីស្មើទេខ្ញុំដាក់រៀបចំនៅកន្លែងដីជំរេលអញ្ចឹងមួយថ្ងៃខ្ញុំដូរវាម្ដងអញ្ចឹងការដូររបស់ខ្ញុំគឺស្រួលលឿនអញ្ចឹងទៅពេលដែលខ្ញុំចង់ដូរពេលទឹកកក្រិចពេលខ្ញុំដូរគឺខ្ញុំលើកអាកស៊ូនឹងមកហើយបាញ់ទឹកហើយដាក់ហាលបានអញ្ចឹងអត់មានមេរោគទេហើយនៅទីតាំងដែលខ្ញុំរៀបចំឲ្យទាវាលេងហ្នឹងគឺជំរាលអញ្ចឹងវាអត់ដក់ទឹកទេទាលេងហើយខ្ញុំលើកហាលហើយកន្លែងហ្នឹងស្ងួតតែម្ដងទោះបីជាទាវាចូលទឹកចិត្តទឹកមែនប៉ុន្តែនៅពេលដែលយើងដាក់ទឹកឲ្យវាដក់អញ្ចឹងទាវាលេងដីលេងអីទៅវាជួអាចលាយគ្នាទៅបែកផុកអញ្ចឹងនៅពេលដែលមានជើមទឹកនៅពេលដែលមានផុកមានជ្រឹមនឹងហើយគឺជាប្រភពមេរោគបើសិនជាយើងបណ្ដោយឲ្យកន្លែងដែលទាលេងមានផុកមានជ្រឹមគឺវាអាចនឹងងាយឆ្លងរោគអញ្ចឹងពេលដែលចិញ្ចឹមទាមានរោគឆ្លងឆាប់ងាប់អីហ្នឹងនេះជាបញ្ហាមួយដែលបងប្អូនគួរគិតពិចារណាអញ្ចឹងកន្លែងចិញ្ចឹមទារបស់ខ្ញុំគឺខ្ញុំធ្វើយ៉ាងណាអត់ឲ្យមានទឹកដក់ទេមានកន្លែងវាទឹកវាផឹកមានកន្លែងទឹកឲ្យវាលេងតែអត់មានឲ្យដក់คล้ายទៅជាជ្រឹមទេគឺឲ្យវាស្ងួតហើយឲ្យដីហ្នឹងវាធូរល្អខ្ញុំជ្រោយដីទៀតណាតែមិនឲ្យដក់ទឹកមិនឲ្យប្របាច់មិនឲ្យកើតជាជ្រឹមទេកន្លែងហ្នឹងគឺជួយឲ្យមានអនាម័យហើយជួយឲ្យកន្លែងទ្រង់ទានឹងអត់ធំក្លិនទេអញ្ចឹងបងប្អូនអាចយកមើលបទពិសោធន៍របស់ខ្ញុំហើយអាចពិចារណាយកទៅអនុវត្តឬក៏កែច្នៃយ៉ាងណាដើម្បីឲ្យសមស្របទៅនឹងការចិញ្ចឹមរបស់បងប្អូនបានអញ្ចឹងคลิปនេះខ្ញុំសូមកាត់ខ្លីត្រឹមប៉ុណ្ណឹងសន្យាវិលមកជួបពុកម៉ែបងប្អូននៅវីដេអូជាបន្តបន្ទាប់ជម្រាបលា